ប៉ូតាស្យូមគឺជាជាតិរ៉ែមួយដែលសំខាន់ដែលរាងកាយរបស់មនុស្សយើងត្រូវការចាំបាច់ថ្ងៃនេះបងប្អូននឹងមកដឹងជាមួយនឹងរបស់5ប្រភេទដែលវាសម្បូរទៅដោយជាតិប៉ូតាស្យូមខ្ពស់ដែលវាជួយកាត់បន្ថយបញ្ហាសម្ពាធឈាមនិងបញ្ហាបេះដូងរបស់មនុស្សយើងបានបងប្អូនចង់ដឹងថាតើរបស់ទាំង5មុខនឹងមានអីខ្លះកុំរំលងវីដេអូមួយនេះធ្វើមិនស្ដាប់ដល់ចប់ចំណុចទី5ទាំងអស់គ្នារបស់ទី1គឺប៉ប៉នជាមួយនឹងផ្លែចេកផ្លែចេកគឺជាផ្លែឈើមួយយ៉ាងដែលវាមានជាតិកាកសរសៃច្រើនមែនទែនវាមិនត្រឹមតែជួយបញ្ហាសម្ពាធឈាមឬក៏សុខភាពបេះដូងទេវាថែមទាំងមានជាតិកាកសរសៃដែលវាជួយសម្រួលទៅដល់សុខភាពក្រពះពោះវៀនរបស់មនុស្សយើងបានទៀតប៉ប៉នជាមួយនឹងផ្លែចេកមួយផ្លែគឺវាមានប៉ូតាស្យូមប្រហែលជា422មីលីក្រាមទី2គឺតកតងជាមួយនឹងផ្លែប័រនៅក្នុងផ្លែប័រមួយផ្លែគឺផ្ទុកទៅដោយសារជាតិប៉ូតាស្យូមគឺរហូតដល់ទៅ750មីលីក្រាមដែលគេរាប់ថាជាផ្លែឈើមួយយ៉ាងដែលល្អបំផុតសម្រាប់សុខភាពបេះដូងវាសម្បូរទៅដោយជាតិកាកសរសៃវីតាមីន C និងវីតាមីន B6 របស់ទី3ដែលសំខាន់ដូចគ្នាគឺផ្ដោតសំខាន់ទៅលើពពួកត្រីក្នុងបាតសមុទ្រទឹកជ្រៅមានដូចជាប្រភេទត្រីធូណាឬក៏ប្រភេទត្រីសាម៉ុនបងប្អូនហើយនៅក្នុងប្រភេទត្រីទាំងអស់ហ្នឹងគឺវាសម្បូរទៅដោយសារធាតុចិញ្ចឹមនិងប្រូតេអ៊ីនច្រើនមែនទែនជាពិសេសគេហៅថាជាប្រភេទអាស៊ីតខ្លាញ់ល្អអូមេហ្គា3ដែលវាមានប្រសិទ្ធភាពខ្លាំងទៅលើប្រព័ន្ធប្រសាទឈាមនិងខួរក្បាលរបស់មនុស្សយើងបងប្អូនសង្កេតឃើញសូម្បីតែនៅក្នុងប្រភេទទឹកដោះគោកូនក្មេងក៏គេមានដាក់កម្រិត DHA និង EPA ដែរអញ្ចឹងនៅក្នុងអូមេហ្គាគឺវាសម្បូរទៅដោយប្រភេទខ្លាញ់ល្អដែលវាជួយសម្រួលទៅដល់សរសៃឈាមបងប្អូនកុំឲ្យមានកំណកខ្លាញ់ស្ទះឬក៏បង្កឲ្យបងប្អូនចាប់ផ្ដើមមានបញ្ហាសម្ពាធឈាមនៅថ្ងៃក្រោយបើសិនជាបងប្អូនស្រឡាញ់បេះដូងស្រឡាញ់សុខភាពជាពិសេសបងប្អូនជាមួយនឹងសរសៃឈាមជាយាមញ៉ាំប្រភេទសាច់ត្រីណាដែលវាសម្បូរទៅដោយជាតិអូមេហ្គា3និងខ្ពស់ហើយបើសិនជាបងប្អូនពិបាកនៅក្នុងការដែលយើងទិញប្រភេទសាច់ត្រីសាម៉ុនឬក៏ប្រភេទត្រីធូណាយកមកញ៉ាំដោយសារបងប្អូនដឹងហើយប្រភេទត្រីទាំងអស់ហ្នឹងគឺវាមានតម្លៃខ្ពស់បងប្អូនអាចញ៉ាំជាមួយនឹងប្រភេទអូមេហ្គា3នេះបានដែលនៅវិទ្យាសាស្ត្រនៅខាង Las Vegas គឺគេបានចម្រាញ់ចេញពីខ្លាញ់ត្រីសាម៉ុនសុទ្ធនៅក្នុងបាតសមុទ្រទឹកជ្រៅហើយឆ្លងកាត់ជាមួយនឹងវិទ្យាសាស្ត្រច្រើនចំនួនដែលគេហៅថាជាប្រភេទខ្លាញ់ល្អគុណនឹង10ជាមួយនឹងអូមេហ្គា3ទូទៅហើយរបស់ទី4ដែលសំខាន់ដូចគ្នាដែលវាជួយថែទាំសុខភាពបេះដូងក៏ដូចជាសម្ពាធឈាមល្អហ្នឹងគឺប៉ប៉នជាមួយនឹងប្រភេទស្ពៃខ្មៅនៅក្នុងស្ពៃខ្មៅគឺវាសម្បូរទៅដោយជាតិកាកសរសៃឬក៏ហៅថាជាប្រភេទបន្លែដែលសម្បូរទៅដោយប៉ូតាស្យូមខ្ពស់មែនទែនស្ពៃខ្មៅចំនួន180ក្រាមគឺវាផ្ទុកទៅដោយជាតិប៉ូតាស្យូមរហូតដល់ទៅ675មីលីក្រាមក្នុងក្រៅដែលសំខាន់ដូចគ្នាគឺប៉ប៉នជាមួយនឹងផ្លែក្រូចបងប្អូនដឹងហើយផ្លែក្រូចគឺជាអំបូរផ្លែឈើដែលសម្បូរទៅដោយវីតាមីន C ខ្ពស់ហើយនៅក្នុងនោះវាមិនត្រឹមតែមានវីតាមីន C ទេក៏វាផ្ទុកជាមួយនឹងប៉ូតាស្យូមខ្ពស់ដូចគ្នាដែលជួយថែទាំសុខភាពបេះដូងក៏ដូចជារាងកាយរបស់មនុស្សប៉ប៉នជាមួយនឹងសរសៃឈាមដូចគ្នាបងប្អូនដែលបានមើលវីដេអូនឹងដល់ចប់កុំភ្លេចជួយ share ចែករំលែកវីដេអូនឹងទាំងអស់គ្នាផងដើម្បីឲ្យបងប្អូនយកទៅថែទាំសុខភាពរាងកាយជាពិសេសកុំឲ្យមានបញ្ហាតទៅនឹងបេះដូងកុំឲ្យមានបញ្ហាសម្ពាធឈាម